មុនមកប្រជាពលរដ្ឋកម្ពុជាមិនសូវបានស្គាល់ព្រះនាមនរោត្តម អរុណ រស្មីប្រមាណនោះទេនៅក្នុងនោះគឺរួមមានទាំងប្រភពម្ចាស់ស្ត្រីផងពលគឺគ្រប់គ្នាឮសូរលហិចលហៀងម្ដងម្កាលតែប៉ុណ្ណោះហើយក៏ពុំដែលស្គាល់អំពីព្រះភ័ក្ត្រពីប្រមាណឆ្នាំមកនេះព្រះនាមនរោត្តម អរុណ រស្មីក៏ធ្លាប់បានលេចឮច្រើនឡើងនៅក្នុងស្រទាប់មហាជនកម្ពុជាពិសេសគឺនៅពេលដែលលោកកែវពុទ្ធរស្មីក៏បានធ្វើជាប្រធានគណៈបកហ៊ុនស៊ិនប៉ិចនោះឲ្យសម្ដេចក្រមព្រះនរោត្តម រណរដ្ឋដោយចាប់ផ្ដើមដឹងថាលោកកែវពុទ្ធរស្មីគឺជាស្វាមីរបស់ម្ចាស់ស្ត្រីនរោត្តម អរុណ រស្មីដែលជាព្រះបុត្រីពៅរបស់សម្ដេចព្រះបាទនរោត្តម សីហនុនិងជាអតីតព្រះមហាក្សត្រកម្ពុជាហើយម្ចាស់ស្ត្រីកន្លងមកក៏ធ្លាប់ធ្វើជាប្រធានគណៈបកហ៊ុនស៊ិនប៉ិចផងដែរប៉ុន្តែមិនជាប់ឆ្នោតនោះទេហើយចាប់ពីពេលនោះមកគឺកេរ្តិ៍ឈ្មោះនេះគឺកាន់តែលេចដដែលឡើងនៅពេលដែលម្ចាស់ស្ត្រីទៅបានគណៈបកហ៊ុនស៊ិនប៉ិចស្វែងនៅបេក្ខភាពជានាយករដ្ឋមន្ត្រីហើយក៏ខិតខំប្រឹងប្រែងចុះជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋានកាលពីអាណត្តិទី5កន្លងមកនេះព្រះអង្គចាស់ស្ត្រីនរោត្តម អរុណ រស្មីគឺជាបុត្រីពៅរបស់ព្រះករុណាសម្ដេចព្រះបាទនរោត្តម សីហនុដែលជាអតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងព្រះមហេសីទី6គឺព្រះនាងមុំមនីវ៉ាន់ផានីវង្សដែលជាជនជាតិឡាវម្ចាស់ស្ត្រីអរុណ រស្មីគឺជាភរិយារបស់លោកអគ្គរដ្ឋទូតកម្ពុជាប្រចាំម៉ាឡេស៊ីនិងធ្លាប់ជាប្រធានគណៈបកហ៊ុនស៊ិនប៉ិចគឺលោកកែវពុទ្ធរស្មីនៅក្នុងនាមជាភរិយារបស់អតីតនៃមន្ត្រីជាន់ខ្ពស់របស់ហ៊ុនស៊ិនប៉ិចធ្វើឲ្យម្ចាស់ស្ត្រីធ្លាប់មាននៅឯកសិទ្ធិទៅណាមកណាមានគេស្គាល់រាក់ទាក់និងចូលចិត្តម្ចាស់ស្ត្រីយ៉ាងច្រើនជាពិសេសនៅពេលដែលគណៈបកហ៊ុនស៊ិនប៉ិចកន្លងមកនេះធ្លាប់ឲ្យម្ចាស់ស្ត្រីធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីប៉ុន្តែម្ចាស់ស្ត្រីពុំបានជាប់ឆ្នោតនោះឡើយតាក់ទិនទៅនឹងរឿងរ៉ាវបញ្ហាជីវិតរបស់ម្ចាស់ស្ត្រីដែលជាត្រកូលព្រះរាជវង្សដែលធ្លាប់បានធ្លាក់ប្រកាយទៅជាទូរគុតជនម្នាក់មានជីវភាពលំបាកលំបិនគឺនៅក្នុងនោះព្រះនាងធ្លាប់រស់នៅសហរដ្ឋអាមេរិករួមជាមួយនឹងការឈឺចាប់នៅក្នុងព្រះហឫទ័យដោយសារតែម្ចាស់ស្ត្រីធ្លាប់បាត់បង់ព្រះមាតារួមទាំងព្រះរាជវង្សដែលជាសាច់សាលោហិតបង្កើតនៅក្នុងរបបខ្មែរក្រហមម្ចាស់ស្ត្រីបានបន្តថានៅក្នុងខែមេសាឆ្នាំ1975ខ្មែរក្រហមបានចាប់ផ្ដើមអភិវឌ្ឍកសិកម្មដ៏គួរឲ្យភ័យខ្លាចហើយចំណែកនៅក្នុងទីក្រុងភ្នំពេញដែលធ្លាប់តែសប្បាយនោះបែរជាគ្មានអ្វីទាំងអស់រួមទាំងទីក្រុងផ្សេងផងដែរគឺប្រែคล้ายទៅជាស្ងាត់ស្ងៀមគឺភាគច្រើនប្រជាជនទាំងអស់ត្រូវបានគេបញ្ជូនទៅឲ្យធ្វើការនៅឯជនបទហើយអ្វីដែលសង្គមកម្ពុជាមានទាំងអស់បានคล้ายទៅជារបស់រួមតែមួយប្រជាជនរាប់លាននាក់បានស្លាប់ព្រោះអត់អាហារមានជំងឺនិងធ្វើការហួសកម្លាំងបើមិនដូច្នោះនោះទេក៏ត្រូវស្លាប់ដោយសារតែពួកគេត្រូវកាត់ទោសប្រហារជីវិតដោយសារតែទោសធម្មតាខ្ញុំក៏ត្រូវបានបាត់បង់ម្ដាយបងស្រីទាំង3រួមទាំងបងប្រុស4នាក់ផងដែរហើយជាងនេះទៅទៀតសាកសពរបស់ពួកគេមិនដែលរកឃើញនោះទេហើយសូម្បីតែភ្នោក៏មិនបានដឹងថាគេយកទៅកប់នៅកន្លែងណានោះឡើយខ្ញុំបាត់បង់ម្ដាយបង្កើតតែខ្ញុំខ្លួនឯងត្រូវប្រឈមទៅនឹងការធ្វើជាម្ដាយនិងបំពេញកាតព្វកិច្ចជាម្ដាយនោះអស់រយៈពេលជាង30ឆ្នាំមកហើយចាស់ស្ត្រីមានព្រះបន្ទូលទៀតថាមានមនុស្សជាច្រើនបាននិយាយថាវាគឺជាដំណឹងដ៏គួរឲ្យភ័យខ្លាចបានឮអំពីការស្លាប់របស់សមាជិកនៅក្នុងក្រុមគ្រួសារវារឹតតែគួរឲ្យអាក្រក់ទៅទៀតចំពោះខ្ញុំគឺមិនទទួលបានដំណឹងឬក៏ព័ត៌មានអ្វីទាំងអស់គឺនៅពេលនោះវាគ្មានទូរស័ព្ទនៅក្នុងការទំនាក់ទំនងមានការផ្ញើសម្បត្តិហើយខ្ញុំក៏មិនបានទទួលដំណឹងពួកគេពីទីនោះដែរដៃរបស់ខ្ញុំគឺជាជនជាតិឡាវតែខ្ញុំមិនបានដឹងថាតើគាត់បានរត់ភៀសខ្លួនទៅប្រទេសឡាវដែរឬក៏អត់នោះទេនៅក្នុងភាពជ្រួលច្របល់នោះខ្ញុំក៏បានធ្លាក់ខ្លួនឈឺព្រោះតែព្រួយបារម្ភចំពោះរឿងទាំងនេះនៅក្នុងឆ្នាំ1974គឺម្ចាស់ស្ត្រីអរុណ រស្មីកំពុងតែបន្តការសិក្សានៅក្នុងរដ្ឋកាលីហ្វ័រញហើយម្ចាស់ស្ត្រីក៏គិតថាត្រូវត្រឡប់មកប្រទេសកម្ពុជាវិញនៅក្នុងខែមេសាឆ្នាំ1975គឺនៅចំពេលដែលពួកខ្មែរក្រហមកំពុងតែក្តោបក្តាប់អំណាច
បាន2សប្តាហ៍ទៅហើយម្ចាស់ស្ត្រីបានមានព្រះសវណ្ណីផងដែរថាបងស្រី2នាក់របស់ខ្ញុំរួមទាំងសមាជិកក្រុមគ្រួសារទាំងមូលបានធ្វើការអះអាងថាជាកូនព្រះបិតាសម្ដេចព្រះបាទនរោត្តមសីហនុដើម្បីឲ្យបានត្រឡប់ចូលមកកម្ពុជាវិញហើយក៏ត្រូវបានគេសម្លាប់ចោលទៅចំណែកឯបងស្រីច្បងរបស់ខ្ញុំវិញគាត់បានបដិសេធនៅក្នុងការភៀសខ្លួនរត់ចេញហើយទទូចថាដាច់ខាតគាត់ត្រូវនៅក្នុងទឹកដីកំណើតរបស់ខ្លួនតែទីបំផុតព្រះរាមក៏ត្រូវបានបាត់ដំណឹងឈឹងតែម្ដងខ្ញុំមានបងប្អូនប្រុសស្រីទាំងអស់13នាក់តែទីបំផុតខ្ញុំនៅសល់តែបងប្អូនប្រុស5នាក់និងស្រីតែម្នាក់គត់ការទំនាក់ទំនងទាំងអស់នៅក្នុងប្រទេសត្រូវបានកាត់ផ្ដាច់មិនអាចតាក់ទងបាននៅពេលនោះពោពេញទៅដោយភាពជ្រួលច្របល់ហើយម្ចាស់ស្ត្រីអរុណរស្មីបានជួបនឹងព្រះបិតារបស់ព្រះអង្គម្ដងគត់គឺនៅក្នុងឆ្នាំ1979នៅឯទីក្រុងញូវយ៉កព្រះអង្គបានមានព្រះសវណ្ណីថាខ្ញុំបានឃើញព្រះបិតាចុងក្រោយបំផុតគឺនៅក្នុងឆ្នាំ1969តែមិនបាននិយាយគ្នានោះទេនៅពេលនោះគឺម្ចាស់ស្ត្រីមានប្រជញ្ញ20ព្រះវស្សាតែព្រះអង្គត្រូវបានបាត់សមាជិកក្រុមគ្រួសារជាច្រើននាក់ហើយជំនួយផ្សេងដែលធ្លាប់បានទទួលនោះក៏ត្រូវបានកាត់ផ្ដាច់ទាំងអស់ជីវិតរបស់ម្ចាស់ស្ត្រីនៅពេលនោះប្រៀបបានដូចជាភពងងឹតត្រូវប្រឈមមុខរស់នៅតែតោលតែម្នាក់ឯងធ្វើឲ្យជីវិតរបស់ទ្រង់នៅពេលនោះជួបការលំបាកយ៉ាងច្រើនស្ត្រីកាលបើជួបរឿងរ៉ាវដែលពិបាកបែបនេះហើយគឺប្រហែលត្រូវបានចុះអន់ថយផ្នែករាងកាយនិងស្មារតីតែសម្រាប់ម្ចាស់ស្ត្រីអរុណរស្មីវិញនោះមិនចុះទុនខ្សោយនោះទេម្ចាស់ស្ត្រីបានមានព្រះសវណ្ណីថាវាគឺជាពេលវេលាដ៏សែនលំបាកបំផុតដែលកាលខ្ញុំនៅរស់សហរដ្ឋអាមេរិកនោះនៅពេលនោះគឺខ្ញុំគ្មានអ្វីទាំងអស់គ្មានលុយគ្មានគ្រឿងអលង្ការគ្មានឈ្មោះពេញសិទ្ធនៅក្នុងការរស់នៅមានទ្រព្យសម្បត្តិអ្វីសោះនៅឡងប៊ិចនៅក្នុងរដ្ឋកាលីហ្វ័រញ៉ានោះក៏ប៉ុន្តែខ្ញុំមានភាពអត់ធន់ម្ចាស់ស្ត្រីមានព្រះសវណ្ណីឡើងវិញផងដែរថាខ្ញុំបានទទួលធ្វើការជាច្រើនដោយមិនប្រកាន់ការងារអ្វីនោះឡើយហើយជាវិធីតែមួយគត់ដើម្បីបន្តការរស់នៅតទៅទៀតខ្ញុំបានធ្វើការជាកម្មករនៅក្នុងរោងចក្រធ្វើជាអ្នកតំណាងលក់ហើយក៏ធ្លាប់ធ្វើជាអ្នកបម្រើផងដែរខ្ញុំតែងតែភ្ញាក់ពីដំណេកពីព្រឹកព្រលឹមរាល់ថ្ងៃហើយដើរគ្រប់ទីកន្លែងខ្ញុំត្រូវការរកស៊ីចិញ្ចឹមជីវិតក៏ប៉ុន្តែខ្ញុំអាចធ្វើអ្វីបានទៅបើខ្ញុំគ្មានលិខិតបញ្ជាក់ការងារផងនោះខ្ញុំបានសម្រេចចិត្តចូលធ្វើការនៅការិយាល័យមួយដែលខ្ញុំមានសមត្ថភាពធ្វើបានខ្ញុំបានដើរទៅកាន់ធនាគារមួយដែលមានឈ្មោះហៅថា Sumitomo Bank ដែលស្ថិតនៅក្នុងទីក្រុងឡុងប៊ិចខ្ញុំបានបំពេញបែបបទប្រវត្តិរូបហើយក៏បានធ្វើបទសម្ភាសន៍ជាមួយនឹងស្ត្រីម្នាក់ដែលជាជនជាតិជប៉ុននៅពេលនោះស្ត្រីជនជាតិជប៉ុននោះបានសួរខ្ញុំថាតើខ្ញុំអាចធ្វើអ្វីបានទៅនៅក្នុងធនាគារនេះបើខ្ញុំមិនមានបទពិសោធន៍ការងារហើយក៏មិនមានបានបញ្ចប់ថ្នាក់បរិញ្ញាបត្រអ្វីមួយផងនៅពេលដែលខ្ញុំបានឆ្លើយតបទៅនឹងសំណួររបស់នាងហើយក៏បានប្រើនៅសម្ដីសុំអង្វរនាងសុំឲ្យនាងផ្ដល់ឱកាសឲ្យខ្ញុំបានម្ដងខ្ញុំនិយាយថាខ្ញុំដឹងខ្លួនឯងថាខ្ញុំមិនមានអ្វីទាំងអស់ក៏ប៉ុន្តែខ្ញុំមានឆន្ទៈនៅក្នុងការសិក្សារៀនសូត្រហើយខ្ញុំជឿជាក់ថាអាមេរិកគឺជាកន្លែងមួយដែលផ្ដល់នូវការជួយសង្គ្រោះដល់មនុស្សហើយទីនេះគឺមិនដាច់បាយស្លាប់នោះទេបើសិនជាអ្នកនោះគឺជាមនុស្សឧស្សាហ៍ខិតខំធ្វើការងារនោះចំពោះរូបខ្ញុំនឹងតាំងចិត្តសិក្សារៀនសូត្រហើយក៏មានគោលបំណងនៅក្នុងការស្វែងរកការងារជាក់លាក់មួយធ្វើនៅក្នុងធនាគារនេះដែរក្រោយមកម្ចាស់ស្ត្រីក៏ត្រូវបានគេទទួលឲ្យធ្វើការជាអ្នកបើកប្រាក់និងជាអ្នកទទួលប្រាក់នៅក្នុងធនាគារនោះម្ចាស់ស្ត្រីមានព្រះសវណ្ណីថាខ្ញុំពិតជាមានការដឹងគុណទៅដល់ព្រះមាតានិងព្រះបិតាណាស់តែបានបង្កើតខ្ញុំមកមិនមែនជាកូនប្រុសនោះគឺខ្ញុំគឺជាកូនស្រីដូច្នេះខ្ញុំធ្វើជាអ្នកបើកប្រាក់និងជាអ្នកទទួលប្រាក់ពីអតិថិជនដែលមកធនាគារនេះម្ចាស់ស្ត្រីអរុណរស្មីស្ថិតនៅក្នុងទីក្រុងឡុងនៅពេលដែលខ្សែភាពយន្តវាលពិឃាតត្រូវបានគេដាក់បញ្ចាំងទ្រង់បានសម្រេចព្រះទ័យទតរឿងនេះក្រោយពីបានឃើញការនិយាយស្ដីរួមទាំងកាយវិការសម្ដែងបែបនេះធ្វើឲ្យទ្រង់មានការរំជួលព្រះទ័យយ៉ាងខ្លាំងស្ទើរតែរៀងរាល់យប់ម្ចាស់ស្ត្រីស្ទើរតែផ្ទុំមិនលក់នោះទេព្រោះតែ
ភាពភ័យខ្លាចការរន្ធត់ចិត្តនិងការព្រួយបារម្ភដែលធ្វើបានស្ដែងចេញឲ្យឃើញតាមរយៈខ្សែភាពយន្តមួយរឿងនេះម្ចាស់ស្ត្រីបានមានព្រះសវណ្ណីថាខ្ញុំបានយំនៅពេលដែលខ្ញុំបានមើលខ្សែភាពយន្តមួយនេះខ្ញុំមិនបានយំកាលពីអំឡុងឆ្នាំ1975នោះប្រហែលមកពីខ្ញុំក្មេងពេកហើយឬក៏បណ្ដាលមកអំពីខ្ញុំស្រឡាំងកាំងខ្លាំងពេកទើបបណ្ដាលឲ្យខ្ញុំគ្មានជំនឿហើយយំក៏មិនចេញនោះបើនិយាយត្រឡប់ទៅក្រោយវិញនោះនៅក្នុងពេលនោះខ្ញុំជឿថាព្រះមេត្តាបងស្រីហើយនិងបងប្រុសបានធ្វើការកិច្ចបាត់ទៅហើយទៅរស់នៅកន្លែងណាដែលមានសុវត្ថិភាពហើយកាលនោះខ្ញុំក៏បានប្រកាន់ខ្ជាប់នៅក្នុងក្តីសង្ឃឹមចំពោះពួកគេបែបនេះជានិច្ចនៅក្នុងរឿងវាលពិឃាតបានបង្ហាញអំពីឈុតឆាកស្ដីអំពីសកម្មភាពទ័ពខ្មែរក្រហមចូលទៅក្នុងស្ថានទូតបារាំងនៅក្នុងប្រទេសកម្ពុជាហើយនឹងស្ត្រីកម្ពុជាម្នាក់រួមទាំងកូនរបស់នាងត្រូវបានគេភៀសខ្លួនចេញពីស្ថានទូតនោះឈុតត្រង់នេះធ្វើឲ្យខ្ញុំស្លុតចិត្តហើយវាស្ថិតនៅក្នុងការចងចាំរបស់ខ្ញុំជានិច្ចដោយគិតថាវិលវល់អំពីរឿងឥតឈប់ឈរនោះធ្វើឲ្យម្ចាស់ស្ត្រីធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉កដែលជាកន្លែងដែលលោកដិតប្រនដែលជាតួសម្ដែងរឿងវាលពិឃាតនេះរស់នៅកាលដិតប្រនពុំទាន់ស្លាប់ម្ចាស់ស្ត្រីបានសួរទៅកាន់គាត់អំពីស្ត្រីម្នាក់និងកូនរបស់នាងថាតើពួកនាងគឺជានរណាហើយភាពភ័យខ្លាចរបស់នាងត្រូវបានបញ្ជាក់ឡើងពួកគេគឺជាម្ដាយហើយនឹងបងបង្កើតរបស់ព្រះអង្គខ្ញុំពិតជាឈឺចាប់យ៉ាងខ្លាំងនៅពេលអ្វីៗដែលខ្ញុំបានដឹងអ្វីៗដែលជាសេចក្តីសង្ឃឹមរបស់ខ្ញុំពីមុននោះគឺបានរលាយអស់ហើយវិនាសកម្មលើកនោះសូម្បីតែព្រះរាជវាំងនៅក្នុងទីក្រុងភ្នំពេញនោះคล้ายទៅជាស្ងប់ស្ងាត់ហើយក៏មានការបែកបាក់ខ្លះៗដែរហើយសាសនាវិញត្រូវបានគេលុបបំបាត់ខ្ញុំជឿថាទេវតានៅតែការពារព្រះបរមរាជវាំងរហូតព្រោះគ្រឿងសង្ហារឹមពណ៌សម្បុរនិងអ្វីៗដែលគេយកចេញនោះបែរជាមិនបានយកចេញទៅវិញម្ចាស់ស្ត្រីអរុណរស្មីធ្លាប់រៀបអភិសេករៀបការជាមួយនឹងអ្នកអង្គម្ចាស់មួយព្រះអង្គគឺព្រះនាមស៊ីសវ័តសេរីរតន៍នៅក្នុងពេលដែលម្ចាស់ស្ត្រីមានវ័យទើបតែ15ព្រះវស្សាតែប៉ុណ្ណោះចំណងអភិសេកនេះទ្រង់មានបុត្រទៅដល់3ព្រះអង្គដែលជាចំណងដៃហើយបុត្រទាំងអស់នោះកំពុងតែរស់នៅសហរដ្ឋអាមេរិកក៏ប៉ុន្តែក្រោយមកម្ចាស់ស្ត្រីបានលែងលះគ្នាដាច់ស្រេចជាមួយនឹងទ្រង់ស៊ីសវ័តសេរីរតន៍ហើយបានរៀបអភិសេកជាថ្មីជាមួយនឹងស្វាមីបច្ចុប្បន្នគឺលោកកៅពុទ្ធរស្មីដែលលោកគឺជាអតីតប្រធានគណៈបកហ៊ុនស៊ិនប៉ិចម្ចាស់ស្ត្រីបានមានព្រះសវណ្ណីថាខ្ញុំតែងតែប្រាប់បុត្ររបស់ខ្ញុំឲ្យខិតខំធ្វើការដើម្បីចិញ្ចឹមជីវិតដោយខ្លួនឯងខ្ញុំព្រានប្រដៅពួកគេឲ្យរស់នៅជាលក្ខណៈឯករាជ្យម្ចាស់ស្ត្រីអរុណរស្មីគឺជាបុត្រីពៅរបស់អតីតព្រះមហាក្សត្រនៃប្រទេសកម្ពុជាគឺនរោត្តមសីហនុជាមួយនឹងព្រះនាងម៉មនីវ៉ាន់ផានីវង្សម្ចាស់ស្ត្រីប្រសូតនៅថ្ងៃទី20ខែតុលាឆ្នាំ1955នៅក្នុងទីក្រុងភ្នំពេញម្ចាស់ស្ត្រីបានរៀបអភិសេកជាមួយនឹងលោកកៅពុទ្ធរស្មីនៅក្នុងឆ្នាំ1991ហើយទ្រង់មានបុត្រទាំងអស់5នាក់គិតទាំងបុត្រស្វាមីមុនម្ចាស់ស្ត្រីធ្លាប់បានសិក្សានៅសាលារៀនPetit Lycée des Cas បន្ទាប់មកបានសិក្សានៅសាលាបរទេសមួយទៀតដែលជាសាលាសម្រាប់ក្មេងដែលមានទីតាំងនៅក្នុងប្រទេសកម្ពុជានិងសិក្សានៅសាលារៀនអាមេរិកកាំងវៀតណាមនៅក្នុងទីក្រុងសៃហ្គនប្រទេសវៀតណាមនិងសិក្សានៅសាលាមួយចំនួនទៀតនៅក្នុងរដ្ឋតិចសាសសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ1980ដល់ឆ្នាំ1982បានធ្វើការនៅធនាគារមួយឈ្មោះថា Sumitomo Bank នៅក្នុងទីក្រុងឡុងប៊ិចសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ1982ដល់84បានបម្រើការងារនៅក្នុងខុទ្ទកាល័យរបស់ព្រះបាទសម្ដេចព្រះនរោត្តមសីហនុនៅក្នុងសម័យតស៊ូនៅក្នុងឆ្នាំ1985ដល់ឆ្នាំ1990គឺជាមន្ត្រីម្នាក់នៅក្នុងសមាគមធនាគារសៀមនិងភ្នាក់ងារញូវយ៉កនៅក្នុងទីក្រុងញូវយ៉កនៅក្នុងឆ្នាំ1990ដល់91មន្ត្រីរដ្ឋបាលនៅក្នុងការិយាល័យនិងជាអ្នកតំណាងផ្ទាល់ឲ្យព្រះមហាក្សត្រនៃកម្ពុជានិងព្រះអង្គម្ចាស់នរោត្តមរណរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជានិងអាស៊ីនៅក្នុងឆ្នាំ1992ដល់97ជានាយិកានៃធនាគារកសិករនៅភ្នំពេញ
និងជាសមាជិកនៃក្រុមកាកបាទក្រហមកម្ពុជានៅក្នុងឆ្នាំ1994ដល់2004គឺជាសមាជិកសកម្មនៃក្រុមស្ត្រីនៃអាស៊ាននៅកូឡាឡំពួរនិងប្រធានគណៈប្រតិភូតំណាងភរិយាមេដឹកនាំធំនៅកូឡាឡំពួរខែមីនាឆ្នាំ2005គឺជាអ្នកចាត់ចែងនិងជាឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសកម្ពុជាម៉ាឡេស៊ីនៅក្នុងឆ្នាំ2014ជាប្រធានគណៈបកហ៊ុនស៊ិនប៉ិចបាទនេះគឺជាប្រវត្តិនៃឆាកជីវិតរបស់ចាស់ស្ត្រីអរុណរស្មីដែលប្រិមិត្តយើងបានស្គាល់ខ្លះរួចមកហើយពីមុននោះគឺជាអតីតនៃប្រធានគណៈបកហ៊ុនស៊ិនប៉ិចនៅទីបញ្ចប់គឺត្រូវបានមិនបានជាប់ឆ្នោតនោះទេក្រោយពីការបាត់បង់នៅតួនាទីក៏ដូចជាតំណែងរបស់សម្ដេចព្រំព្រះនរោត្តមរណរដ្ឋក៏មានការចេះតែបន្តនៅតួនាទីជាបន្តបន្ទាប់តាំងពីលោកញឹកបញ្ឆៃលោកកែវពុទ្ធរស្មីហើយបន្តចុងក្រោយនេះគឺម្ចាស់ស្ត្រីអរុណរស្មីប៉ុន្តែมันបានជាប់នៅក្នុងអាសនៈជាតំណាងរាស្ត្រឬក៏កៅអីនៅក្នុងរដ្ឋសភានោះទេពិតទៅប្រិមិត្តបានស្គាល់ខ្លះមកហើយម្ចាស់ស្ត្រីអរុណរស្មីគឺជាបុត្រីពៅរបស់សម្ដេចព្រះបាទនរោត្តមសីហនុជាមួយនឹងមេដារបស់ទ្រង់គឺសុផានវង្សដែលជាជនជាតិឡាវហើយក៏ជាមហាសីទី6របស់សម្ដេចព្រះបាទនរោត្តមសីហនុដែរហើយការពិតទៅព្រះអង្គក៏មិនខុសពីប្រជារាស្ត្រទូទៅនោះដែរគឺថានៅពេលដែលប្រទេសធ្លាក់ចូលទៅក្នុងរដ្ឋប្រហារឬក៏សង្គ្រាមនៅក្នុងសម័យក្រោយឆ្នាំ1970គឺព្រះអង្គបានជាប់នៅឯសហរដ្ឋអាមេរិកហើយក៏បានបែកខ្ញែកនៅពញាតវង្សសូម្បីតែព្រះមេដាព្រះបិតាព្រមទាំងបងប្អូនហើយរស់នៅតែឯងគឺរកការងារមិនបានក៏មិនមានលុយកាក់ហើយធ្លាក់ខ្លួនคล้ายទៅជាកម្មកររោងចក្រធ្វើជាអ្នកបម្រើនៅក្នុងសហរដ្ឋអាមេរិកហើយដើរសុំគេធ្វើការងារនៅក្នុងធនាគារដោយមិនមានទាន់ទទួលបាននៅការរៀនសូត្របានសញ្ញាបត្រអ្វីនៅឡើយនោះតែយ៉ាងណាក៏ដោយព្រះអង្គក៏បានមិនប្រកាន់ខ្លួនមិនប្រកាន់ឋានៈជាពូជនៃរាជវង្សនោះទេគឺថាធ្វើការដូចជាប្រជាជនធ្វើដូចជាកម្មករដូចជាប្រជារាស្ត្រធម្មតាអ្វីក៏ធ្វើដែរដើម្បីរស់នៅក្នុងគ្រាដែលលំបាកបំផុតនោះហើយទីបំផុតក៏បានក្រោយឆ្នាំ1993គឺបានជួបជុំនៅព្រះរាជវង្សរបស់ព្រះអង្គវិញហើយក៏ជួបព្រះបិតាគឺសម្ដេចព្រះបាទនរោត្តមសីហនុតែតាមការលើកឡើងរបស់ព្រះអង្គគឺព្រះមេដារបស់ព្រះអង្គនោះគឺបានបាត់បង់នៅជីវិតនៅពេលដែលរបបខ្មែរក្រហមបានវាយបែករាជធានីភ្នំពេញហើយទ្រង់ក៏បានរត់ចូលស្ថានទូតបារាំងប៉ុន្តែក្រោយមកក៏មានពួកខ្មែរក្រហមនឹងចាប់បំបែកចេញពីស្ថានទូតដែលក្នុងនោះគឺព្រះអង្គគិតថាជាព្រះមេដារបស់ព្រះអង្គបានទៅសួរលោកដិតប្រនដែលជាតួឯកនៅក្នុងខ្សែភាពយន្តរឿងវាលពិឃាតនោះគឺជាអ្នកណាហើយពេលនោះគឺលោកដិតប្រនក៏បានលើកឡើងថាគឺជាមេដារបស់ព្រះអង្គដូច្នេះហើយនេះគឺជារឿងដែលសោកសៅបំផុតដែលរបបខ្មែរក្រហមបានធ្វើការកាប់សម្លាប់នៅព្រះរាជវង្សយ៉ាងច្រើនរួមទាំងសាច់ញាតិរបស់ព្រះអង្គដែលជាខ្សែរាជវង្សរបស់សម្ដេចព្រះបាទនរោត្តមសីហនុនោះ